អាយ៉ាគៀកដល់ថ្ងៃបុណ្យភ្ជុំបិណ្ឌហើយអត់មានសង្សារមែនទេក្រមុំចាស់សៅកៃអ្នកអត់គូអាចតាក់ទងកំឡោះសង្ហាបាយឆាអ្នកខេត្តស្ទឹងត្រែងម្នាក់នេះបានដោយគាត់កំពុងតែប្រកាសរកសង្សារនិងមានលក្ខខណ្ឌងាយៗខណៈក្រមុំស្ទើរតែឈាមចម្រមុះប្រងព្រាតពិតជាគួរឲ្យអស់សំណើចមែនជាកំឡោះសង្ហាម្នាក់នឹងដែរប៉ុន្តែពុំមានសង្សារនឹងអ្នកស្អំបេះដូងតតែសោះរហូតហ៊ានបង្ហើបប្រាប់មកកាន់ក្រុមការងារយើងខ្ញុំឲ្យប្រកាសជួយរកថែមទៀតផងចំណែកឯលក្ខខណ្ឌក៏ងាយយ៉ាងណាមិញតាមរយៈបណ្ដាញសង្គម Telegram អ្នកកំឡោះសង្ហាបាយឆារូបនេះបានរៀបរាប់ប្រាប់មកកាន់ក្រុមការងារចំបក់ TV យើងខ្ញុំថាសួស្ដីបងខ្ញុំបាទឈ្មោះសំសុមិត្តហើយឈ្មោះដែលគេស្គាល់តាម TikTok ឬក៏ Facebook ថាពូបាយឆាសប្តាហ៍ថ្ងៃប្អូនអាយុ25ឆ្នាំហើយប្អូនរស់នៅក្នុងខេត្តស្ទឹងត្រែងក្រុងស្ទឹងត្រែងឃុំរាជានគរភូមិរាជានគរអូពងមាន់មុខរបរឆាបាយរាល់ថ្ងៃនេះគឺប្អូនធ្វើការឲ្យគេទេប្អូនមិនទាន់មានហាងខ្លួនឯងទេហើយប្អូនក៏សង្ឃឹមថានៅថ្ងៃខាងមុខប្អូននឹងបើកហាងឆាបាយដោយខ្លួនឯងចំពោះការរក្សាបាននៅភាព single យិនស៊ីនរាប់ឆ្នាំមកនេះក៏ព្រោះតែប្អូនប្រុសខ្លាចគេធ្វើបាបនិងត្រូវគេបោកម្ដងហើយម្ដងទៀតអីចឹងហើយបានជាសុខចិត្តរស់នៅម្នាក់ឯងបែបមានសេរីភាពដោយសារតែឥឡូវនេះគៀកដល់ថ្ងៃភ្ជុំបិណ្ឌហើយលោកចង់នាំសង្សារទៅលេងផ្ទះកុំឲ្យអ្នកស្រុកភូមិតាមសួរពេកពិសេសគឺសួររឿងការយកប្រពន្ធដែលជាសំណួរមួយដ៏ចាក់ដោតមិនដឹងថាគួរឆ្លើយយ៉ាងម៉េចបើសប្តាហ៍ថ្ងៃនេះគាត់ពុំទាន់មានសង្សារផងទន្ទឹមនឹងនោះផងដែរចំពោះលក្ខខណ្ឌ3ធំដែលនារីអាចដាក់ខុសធ្វើជាសង្សារគាត់បានទី1មានចិត្តស្មោះទី2ពុំមានជាប់ពាក់ព័ន្ធជាមួយនឹងនរណាឡើយត្រូវតែនៅ single ទី3សុំត្រឹមជានារីធម្មតាម្នាក់មិនមែនជា superhero ក្នុងរឿង Avengers ទេទី4ចេះកិច្ចការងារផ្ទះជាស្ត្រីខ្មែរគ្រប់លក្ខស្ដាប់បង្គាប់ម្ដាយឪពុកចំណែកឯរូបសម្រស់វិញលោកមិនប្រកាន់នោះទេសម្បត្តិខ្មៅសក៏ប្អូនប្រុសស្រឡាញ់ដែរទី5ចេះថ្នាក់ថ្នមប្តីចេះមើលការខុសត្រូវនិងឲ្យតម្លៃគ្នាទៅវិញទៅមកសម្រាប់ប្រិយមិត្តឬអូនណាចង់តាក់ទងកំឡោះសង្ហាបាយឆាតស្អំបេះដូងអាចតាក់ទងតាម Facebook ផ្លូវការរបស់គាត់បានដែលមានឈ្មោះជាភាសាអង់គ្លេសសំសុមិត្តកំឡោះសង្ហាបាយឆាបានបន្តទៀតថាសប្តាហ៍ថ្ងៃខ្ញុំមិនមែនលក់តែបាយឆាទេបងពេលថ្ងៃប្អូនជាជាងកាត់សក់ហើយពេលយប់លក់បាយឆាប្អូនក៏អរគុណដល់មេប្រុសជាងកាត់សក់និងមេស្រីប្អូនលក់បាយពេលយប់ដែលតែងតែជួយជ្រោមជ្រែងប្អូនកន្លងមកជាចុងក្រោយកំឡោះសង្ហាបាយឆាបានថ្លែងអំណរអគុណជាច្រើនដល់ពុកម៉ែបងទាំងអស់គ្នាដែលតែងតែស្រឡាញ់រាប់អានគាត់និងតែងតែគាំទ្រនាងកន្លងមកនិងជូនពរបងប្អូនជនរួមជាតិទាំងអស់ជួបប្រទះតែសេចក្តីសុខនិងសំណាងល្អគ្រប់គ្នាពិសេសទៅទៀតនោះក៏សូមជូនពរពុកម៉ែបងប្អូនដែលធ្វើដំណើរពីទីជិតទីឆ្ងាយជួបតែសុខសប្បាយទាំងអស់គ្នាផងដែរនាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះ